ក៏មួយក្បានកំពុងតែពួននៅក្នុងព្រៃហូរញើសពេញខ្លួនភាពជឿចាប់បានធ្វើឲ្យវាស្រែកខ្ទរយំពេញព្រៃហើយរូបភាពមួយនេះក៏ត្រូវបានក្មេងស្រីកំពុងតែពួននៅក្បែរព្រៃឃើញនាងដែលមិនដឹកខ្យល់ឯនោះមិនដឹងថាសត្វគោនោះកំពុងតែធ្វើអ្វីនោះទេគេបានរងចាំអស់ពេលជាយូរនៅពេលនោះមេគោក៏បានបង្កើតកូនចេញមកពេលដែលឃើញថាគោរបស់ខ្លួនឯងបានបង្កើតកូនហើយនាងសប្បាយចិត្តក៏បានរត់ទៅរកឪពុកដែលកំពុងតែកាត់ឈើហើយប្រាប់ដំណឹងល្អមួយនេះឲ្យឪពុកបានដឹងតែមើលទៅឪពុកដូចជាធម្មតាពេលខ្លះប្រហែលជាគេបានដឹងមុនហើយថាគោមេរបស់គេដល់ពេលកាត់កូនហើយពីខែកន្លងផុតទៅកូនគោនោះពិតជាធំលឿនខ្លាំងណាស់មេស្រីមានតួនាទីមើលថែកូនគោរាល់ថ្ងៃនាងតែងតែទិញកន្ទុយគោទៅមាត់ជ្រោះព្រោះថាស្មៅនៅទីនេះល្អបំផុតមិនយូរប៉ុន្មានក្មេងស្រីក៏មានអារម្មណ៍ល្អចំពោះកូនគោមួយនោះនេះគឺជាទំនាក់ទំនងមួយឆ្លងភពគ្រប់ជាតិដែលមានតែចំពោះទំនាក់ទំនងអារម្មណ៍មនុស្សនិងមនុស្សតែប៉ុណ្ណោះនៅពេលនោះដែរឪពុកក៏បានដឹកមេគោមួយនោះដើរចូលមកគេបានបញ្ជាឲ្យក្មេងស្រីមើលថែកូនគោមួយនោះឲ្យល្អព្រោះថាគេត្រៀមយកមេគោមួយនេះទៅលក់នៅឯផ្សារព្រោះថាដើម្បីឆ្នាំនេះពួកគេមានលុយចាយកាន់តែច្រើនទោះបីជាក្នុងចិត្តក្មេងស្រីមិនចង់សុំបីតែបន្តិចតែក៏មិនអាចប្រោការសម្រេចចិត្តរបស់ឪពុកម្ដាយបានអ្វីដែលនាងធ្វើបាននៅពេលនេះមានតែចិញ្ចឹមគោមួយនេះឲ្យល្អតែប៉ុណ្ណោះគេបានគិតនៅក្នុងចិត្តជាច្រើនដងថាខ្លួនអាចបានជិះគោមួយនេះរត់ទៅវាលស្មៅព្រះអាទិត្យដែលកំពុងតែលិចនៅខាងមុខគឺជាវាលស្មៅដ៏ធំធេងនៅក្នុងចិត្តពោពេញទៅដោយសេរីភាពគ្មានដែនកំណត់ដល់ពេលយប់ក្មេងស្រីក៏បានដោះសម្លៀកបំពាក់ងូតទឹកនៅក្នុងស្ទឹងបានយកខោអាវទាំងអស់ដាក់លើខ្នងរបស់សត្វគោចំណែកឯគោក៏បានសម្លឹងមើលនាងនៅក្នុងទឹកដ៏ស្ងាត់ស្ងាត់រងចាំរហូតតតែក្មេងស្រីងូតទឹករួចហើយក្មេងស្រីក៏បានដឹកគោទៅមាត់ជ្រោះបានគយគន់មើលព្រះច័ន្ទជាមួយនឹងគ្នាក្តីស្រឡាញ់របស់ក្មេងស្រីចំពោះសត្វគោកាន់តែជ្រាលជ្រៅនៅពេលដែលនាងត្រៀមដឹកគោត្រឡប់ទៅផ្ទះវិញបើជាបានឃើញថាសត្វគោខ្លាចទៅជាមនុស្សក្មេងស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំងសត្វគោដែលនាងតែងតែនឹកដល់បើជាមនុស្សដូចជានាងមិនអាចទទួលយកការពិតមួយនេះបានសត្វគោក៏បានដើរមកជិតនាងតិចៗហើយប្រាប់ថាខ្លួនឯងនឹងខ្លាចទៅជាមនុស្សនៅពេលដែលព្រះច័ន្ទពេញវង្សនៅពេលថ្ងៃគេនឹងខ្លាចទៅជាគោវិញនៅពេលនោះក្មេងស្រីទើបយកពីអារម្មណ៍របស់នាងចំពោះគេសត្វគោគេបានដឹងច្បាស់នៅក្នុងចិត្តសង្ឃឹមថាពួកគេនឹងបាននៅជាមួយនឹងគ្នាជារៀងរហូតតែនៅពេលដែលរដូវរងាបានឈានមកដល់ឪពុកក៏បានដឹកគោទៅផ្សារម្ដងទៀតដើម្បីលក់គឺដើម្បីយកមកទិញរបស់សម្រាប់ឆ្នាំថ្មីទោះបីជាយប់មួយនោះពួកគេបានពិភាក្សាគ្នាហើយក៏ដោយចោះតែក្មេងស្រីនៅតែចូលចំហមិនយល់ស្របតែនៅទីបំផុតក្មេងស្រីក៏មិនអាចធ្វើអ្វីបាននាងមិនអាចកែប្រែនៅវាសនាដែលសត្វគោនោះត្រូវបានយកទៅលក់នោះទេសត្វគោគេបានញាក់មកមើលក្រោយមិនឈប់សង្ឃឹមថាក្មេងស្រីរត់មកយកវាត្រឡប់ទៅវិញតែទោះបីជាវាបានដើរចេញពីក្នុងភូមិទៅហើយចោះក៏វានៅតែមិនឃើញក្មេងស្រីបង្ហាញខ្លួននៅពេលនោះក្មេងស្រីក៏បានឡើងទៅលើមាត់ជ្រោះដោយភាពលំបាកនាងចង់មើលសត្វគោជាលើកចុងក្រោយតែនាងមើលឃើញតែដុំទឹកកកតែប៉ុណ្ណោះនឹកឃើញពេលវេលាល្អៗជាមួយនឹងសត្វគោទឹកភ្នែករបស់គេក៏បានស្រក់ចុះមករួចហើយក៏លោតចុះពីលើជ្រោះបញ្ចប់ជីវិតរបស់ខ្លួនឯងហើយក៏បានបន្សល់ខ្សែក្រហមនៅលើមាត់ជ្រោះនៅរដូវផ្ការីកឆ្នាំបន្តមកទៀតមានដើមផ្កាមួយដុះនៅលើមាត់ជ្រោះហើយវាគឺជាភស្តុតាងរវាងក្តីស្រឡាញ់របស់ពួកគេទាំងពីរនាក់